ខ្ញុំម្ចាស់ទើបតែចាប់អារម្មណ៍ថាបុត្រីយើងប្លែកខ្លាំងណាស់មិនដូចជាបុត្រីយើងពីមុនមកសោះម្ចាស់អូនមានសវណ្ណីដូចនេះតើបុត្រយើងមានបញ្ហាអីទៅខ្ញុំម្ចាស់ក៏មិនច្បាស់ដែរតែអត្តចរិតនិងកាយវិការដូចជាមិនមែនបុត្រីរបស់យើងសោះព្រោះមើលទៅធ្វើអ្វីប្លែកហាក់ដូចជាចង់រៀបអភិសេកជាមួយនឹងព្រះរាជបុត្រនន្ត្រាឲ្យឆាប់បំផុតប្លែកអីរឿងចឹងនោះមកពីបុត្រីយើងគេពេញប្រតិនិងព្រះរាជបុត្រនន្ត្រានឹងណាទេម្ចាស់បងបុត្រីយើងពីមុនមកទោះជាសពប្រតិនិងអ្វីមួយស្ថិតនៅក្នុងភាពសកត់សគមមិនរលៀមដូចជាពេលនេះទេដូចជាថ្ងៃល្ងាចមិញនេះណាខ្ញុំម្ចាស់ឃើញកាយវិការបុត្រីដូចជាមិនសូវសមរម្យទាល់តែសោះព្រះអង្គម្ចាស់ដែលជានោះបានស្ដាប់ព្រះមហេសីរៀបរាប់ប្រាប់ពីអាការៈបុត្រីឲ្យបានដឹងហើយក៏តាមដានមើលសកម្មភាពព្រះរាជបុត្រីដើម្បីឲ្យដឹងការពិតចំណែកយាយមេធ្មប់បានចេញទៅរកកង្កែបមាសឲ្យបានមុនព្រះអង្គម្ចាស់ដើម្បីសម្លាប់ឲ្យខ្សែព្រះនាងរិសាព្រះនាងគិតថាអាចគេចខ្លួនពីខ្ញុំម្ចាស់បានទេខ្ញុំម្ចាស់មិនអោយព្រះនាងមកបំផ្លាញព្រះរាជពិធីអភិសេកខ្ញុំម្ចាស់ជាមួយនឹងព្រះអង្គម្ចាស់នន្ត្រាបានឡើយព្រះនាងត្រូវតែស្លាប់ឈប់សិនយាយកញ្ចាស់ចង្រៃយាយឯងមកពីណាបានជាមកចាប់កង្កែបមាសរបស់យើងឆាប់លេងភ្លាមព្រះអង្គម្ចាស់នន្ត្រាមិនបានជាយាយឯងស្គាល់យើងយាយឯងជានរណាខ្ញុំម្ចាស់ជាអ្នកណាព្រះរាជបុត្រមិនចាំបាច់ចង់ដឹងទេគ្រាន់តែដឹងថាកង្កែបមាសមួយនេះជារបស់ខ្ញុំម្ចាស់សូមព្រះអង្គវិលទៅរាជដំណាក់វិញទៅចាំរៀបអភិសេកជាមួយព្រះនាងរិសាចុះនិយាយមកមិនក៏ដឹងរឿងយើងច្បាស់ម្លេះកង្កែបមាសនេះនៅក្នុងស្រះទឹករបស់យើងយាយកញ្ចាឯងឆាប់បកគលកង្កែបមាសនោះមកឲ្យយើងវិញភ្លាមទេគ្មានថ្ងៃទេកុំសង្ឃឹមថាបានកង្កែបមាសនេះទៅវិញឲ្យសោះវាជារបស់ខ្ញុំម្ចាស់បើយាយកញ្ចាឯងជជែកបែបនេះកុំថាយើងគ្មានធម៌មេត្តាឲ្យសោះហោះយកទៅអូយព្រះអង្គម្ចាស់នន្ត្រាបានគប់កូនកំបិតដែលជាអាវុធសម្ងាត់ទៅត្រូវយាយមេធ្មប់ដែលកាន់កង្កែបមាសធ្វើឲ្យឈឺចុកចាំរហូតជ្រុះកង្កែបមាសទៅលើដីហើយក៏រលាយខ្លួនបាត់ទៅបន្ទាប់មកព្រះអង្គម្ចាស់នន្ត្រាស្ទុះទៅលើកង្កែបមាសយកមកថើបដោយក្តីស្រឡាញ់ធ្វើឲ្យព្រះនាងរិសារួចផុតពីបណ្ដាសាយាយមេធ្មប់សំណាងណាស់ដែលយើងមកជួយឯងទាន់កុំអីគេចាប់ឯងយកទៅខ្វាញ់បាត់ហើយហើយនឹកឯងណាជប់ហាព្រះនាងរិសាខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះអង្គម្ចាស់តើកើតរឿងអីទៅមិនបានជាព្រះនាងប្រើកាឡាពីកង្កែបមាសដូចនេះមកពីខ្ញុំម្ចាស់ត្រូវបណ្ដាសាយាយមេធ្មប់ទើបធ្វើឲ្យខ្ញុំម្ចាស់ខ្លាចទៅជាកង្កែបមាសដូចនេះតែពេលនេះខ្ញុំម្ចាស់បានរួចផុតពីបណ្ដាសាវិញហើយដោយសារតែស្នាមថាព្រះអង្គចេញពីភក្តីភាពនិងក្តីស្រឡាញ់ពិតប្រាកដទើបធ្វើឲ្យខ្ញុំម្ចាស់រួចផុតពីបណ្ដាសាមួយនេះអូអញ្ចឹងតាបានជាធ្វើឲ្យខ្ញុំស្រឡាញ់កង្កែបមាសនេះខ្លាំងម្ល៉េះការពិតគឺពនាងសោះនេះមកពីយើងជាគូនិស្ស័យនឹងគ្នាទើបធ្វើឲ្យខ្ញុំផ្ដល់ក្តីស្រឡាញ់ពិតចេញពីបេះដូងដល់ពនាងតើពនាងរងទុក្ខលំបាកប៉ុណ្ណាទៅពេលដែលខ្លាចជាកង្កែបនោះខ្ញុំម្ចាស់ពិតជារងទុក្ខខ្លាំងណាស់ព្រះអង្គពេលដែលព្រះមេដាព្រះបិតាជន់អំណាចខ្ញុំម្ចាស់មកនគរព្រះអង្គដើម្បីរៀបអភិសេកស្រាប់តែជួបហេតុការណ៍ចម្លែកមួយនេះនៅក្នុងព្រៃយីខ្លាំងអីក្រអូបចម្លែកម្ល៉េះព្រះមេដាព្រះបិតាព្រះនាងរិសាពេលនេះយើងបានជួបគ្នាហើយព្រះនាងសន្លប់បែបនេះមិនដឹងរឿងទេ
ចាំខ្ញុំស្រាយការសន្តំឲ្យរួចផុតពីសន្តំសិនព្រះបិតាឆាប់ដឹងប្រកាយវិញមកក្រាបទូលមិនបាច់ស្រែកហៅទេព្រះនាងពួកគេត្រូវមុនផ្សែងសន្តំខ្ញុំអស់ហើយគ្មាននរណាម្នាក់ដឹងខ្លួនទេក្រៅពីខ្ញុំម្ចាស់ស្រ័យមុនសន្តំនេះវិញលោកយាយហេតុអីក៏ធ្វើបែបនេះចំពោះខ្ញុំមិនដែលស្គាល់លោកយាយទេព្រះនាងមិនស្គាល់ខ្ញុំម្ចាស់មែនតែខ្ញុំម្ចាស់ស្គាល់ព្រះនាងច្បាស់ណាស់ពេលនេះខ្ញុំចង់ប្រាប់ព្រះនាងឲ្យដឹងថាខ្ញុំចង់រៀបអភិសេកជាមួយព្រះអង្គម្ចាស់និន្ទ្រាដែលជាគូដណ្ដឹងរបស់ព្រះនាងព្រោះនៅពេលដែលខ្ញុំម្ចាស់បានទទួលស្នាមថើបដោយក្តីស្រឡាញ់ពីព្រះអង្គម្ចាស់3ដងនោះនឹងធ្វើឲ្យខ្ញុំម្ចាស់មានសម្រស់នៅក្មេងជារៀងរហូតដូច្នេះព្រះនាងចុះចេញពីតំណែងនេះទៅទេខ្ញុំជាកូនដណ្ដឹងព្រះអង្គម្ចាស់និន្ទ្រាដូច្នេះខ្ញុំម្ចាស់ត្រូវតែរៀបអភិសេកជាមួយព្រះអង្គម្ចាស់បើព្រះនាងមិនយល់ព្រមតាមស្រួលទេអញ្ចឹងព្រះនាងទទួលទោសតាមនឹងចោះខ្ញុំនឹងដាក់បណ្ដាសាឲ្យព្រះនាងខ្លាយជាកង្កែបរស់នៅក្នុងព្រៃនេះជារៀងរហូតទទួលទៅជាមិនចាំរស់នៅក្នុងជាកង្កែបទេជាត្រូវនៅក្នុងព្រះនគរបច្ចសេនារៀបការជាមួយនឹងព្រះអង្គម្ចាស់មានផ្លូវទេព្រះនាងបន្តិចទៀតព្រះនាងនិយាយលែងរួចហើយសង្ឃឹមថាព្រះនាងនៅតាមសបាយចុះចំណែកយើងនឹងប្រែក្រឡាជាព្រះនាងហើយទៅរៀបអភិសេកជាមួយព្រះអង្គម្ចាស់យាយមេធ្មប់បានដាក់បណ្ដាសាឲ្យព្រះនាងរិសាខ្លាចជាកង្កែបមាសរួចហើយក៏ប្រែក្រឡាខ្លួនជាព្រះនាងរិសាហើយស្រាយមុនសន្តំឲ្យព្រះអង្គដែលជានុនិងព្រះមហេសីព្រមទាំងពលសេនាដឹងខ្លួនវិញរួចធ្វើដំណើរទៅកាន់នគរបញ្ជលាចំណែកព្រះនាងរិសាបានទួញយំសោកមិនដឹងធ្វើម៉េចបានរួចពីបណ្ដាសានោះវិញទេដល់តែខ្ញុំចង់ទៅរស់នៅជួបជុំព្រះមេដាព្រះបិតាខ្ញុំវិញហេតុអីក៏តាមចង់ពីខ្ញុំខ្លាំងម្ល៉េះជប់ព្រះកផ្សាយទៅព្រះនាងទៅទីដែរជួយខ្ញុំម្ចាស់ផងខ្ញុំមិនអាចជួយអ្វីព្រះនាងបានច្រើនទេតែខ្ញុំអាចប្រាប់ពីវិធីឲ្យព្រះនាងរួចផុតពីបណ្ដាសានេះបានព្រះនាងឆាប់ស្រុតធ្វើដំណើរទៅនគរបច្ចសិលាហើយរកព្រះអង្គម្ចាស់នន្ត្រាបង្ហាញក្តីស្រឡាញ់នឹងថាព្រះនាងថា3ដងនោះព្រះនាងនឹងរួចផុតពីបណ្ដាសានេះហើយតែព្រះនាងត្រូវចាំថាព្រះនាងខ្លាចជាមនុស្សវិញមានតែថ្ងៃពេញបរមីតែប៉ុណ្ណោះហើយខ្ញុំនឹងឲ្យត្បូងរតនកែវមณีទៅព្រះនាងដើម្បីការពារពេលដែលយាយមេធ្មប់ប្រើភ្នែកទឹកកុំឲ្យរកព្រះនាងឃើញព្រះនាងឆាប់យាងទៅចុះក្រោយពីបានទទួលត្បូងរតនកែវមณีពីទេពធីតារួចហើយព្រះនាងរិសាដែលខ្លាចជាកង្កែបមាសខំប្រឹងលូតទាំងយប់ទាំងថ្ងៃកាត់ព្យុះកាត់ភ្លៀងដើម្បីឲ្យឆាប់ទៅដល់នគរបញ្ជលាស្វែងរកព្រះអង្គម្ចាស់នន្ត្រាផ្ដល់នៅស្នាមថើបដោយក្តីស្រឡាញ់ដើម្បីរួចផុតពីបណ្ដាសានេះពេលដែលព្រះអង្គម្ចាស់នន្ត្រាស្ដាប់ព្រះនាងរិសារៀបរាប់ពីទុក្ខលំបាករួចធ្វើឲ្យព្រះអង្គម្ចាស់ខ្ញាល់ខ្លាំងណាស់យាយមេធ្មប់សាហាវពេកហើយខ្ញុំត្រូវតែកម្ចាត់វាដើម្បីសងសឹកឲ្យព្រះនាងព្រោះវាហ៊ានធ្វើឲ្យព្រះនាងដែលជាគូដណ្ដឹងខ្ញុំរងទុក្ខវេទនាបែបនេះព្រះអង្គម្ចាស់ពេលនេះយាយមេធ្មប់មិនទាន់ដឹងថាខ្ញុំម្ចាស់រួចផុតពីបណ្ដាសាទេដូច្នេះព្រះអង្គត្រូវយាងចូលរាជដំណាក់ហើយរកវិធីកម្ចាត់យាយមេធ្មប់ចុះកុំព្រួយអីព្រះនាង
ខ្ញុំដឹងពីវិធីដែលអាចសម្លាប់យាយមេធ្មប់នោះបានហើយព្រោះកំបិតស្ពាន់ដើមទ្រាំងនេះមានបញ្ចុះអធិនអាចសម្លាប់យាយមេធ្មប់នោះបានមិននឹកស្មានថាព្រះអង្គម្ចាស់មានអាវុធសម្ងាត់កាចសាហាវបែបនេះសោះមើលទៅកូនកំបិតនោះមានបញ្ចុះអធិនហើយបានជាធ្វើឲ្យខ្ញុំឈឺចុកចាប់ខ្លោចផ្សាយ៉ាងនេះមិនអីទេខ្ញុំនឹងរកវិធីរៀបអភិសេកជាមួយព្រះអង្គម្ចាស់ឲ្យបានហើយចាត់ការកង្កែបមាសនោះឲ្យឆាប់រហ័សជាទីបំផុតដោយផ្ទាល់ដៃរបស់ខ្ញុំគិតរួចស្រេចហើយយាយមេធ្មប់ក៏ប្រែក្រឡាជាព្រះនាងរិសាវិញហើយធ្វើដំណើរចូលទៅគាល់ព្រះអង្គធនន្ទៈនិងអគ្គមហេសីព្រមទាំងមាតាបិតាដោយប្រឌិតរឿងថាព្រះអង្គម្ចាស់នន្ត្រាលាក់កង្កែបមាសដែលជារបស់អពមង្គលទុកក្នុងព្រះរាជដំណាក់មានរឿងបែបនេះផងចុះពេលនេះកង្កែបមាសនោះនៅឯណាទៅនៅក្នុងដំណាក់ព្រះអង្គម្ចាស់សូមព្រះអង្គម្ចាស់ឆាប់ចាត់ការកង្កែបមាសនោះភ្លាមទៅព្រោះកង្កែបមាសនោះជាកូនចៅយាយមេធ្មប់ឲ្យមកដាក់អាគមលើព្រះអង្គម្ចាស់នន្ត្រាធ្វើឲ្យព្រះអង្គម្ចាស់វង្វេងវង្វាន់អស់ហើយម្ចាស់បងខ្ញុំព្រួយបារម្ភពីបុត្រណាស់ឆាប់យើងទៅដំណាក់បុត្ររបស់យើងភ្លាមទៅដើម្បីដោះស្រាយពីរឿងនេះមែនហើយព្រះអង្គត្រូវតែដោះស្រាយរឿងនេះឲ្យបានឆាប់បំផុតព្រោះនៅសល់រយៈពេលតែ7ថ្ងៃទៀតទេបុត្រយើងរៀបអភិសេកហើយបុត្រមេតាចុះបុត្រដឹងរឿងនេះមកពីណាក្រាបទូលព្រះបិតាបុត្រធ្លាប់អានសភៅគម្ពីរវេទមន្តធ្លាប់និយាយពីរឿងនេះតែបុត្រមានការសង្ស័យហើយសូមឲ្យព្រះមេតាជូនបុត្រទៅកាន់ដំណាក់ព្រះអង្គម្ចាស់ពេលនោះព្រះមេតាបានជ្រាបហើយថាព្រះអង្គម្ចាស់មិនរវីរវល់នឹងបុត្រទេខ្វល់ខ្វាយតែពីរឿងកង្កែបមាននោះតែប៉ុណ្ណោះតែបុត្រជឿថាព្រះអង្គម្ចាស់ច្បាស់ជាត្រូវវេទមន្តមេធ្មប់ដែលប្រាកូនចៅឲ្យមកពង្វក់ព្រះអង្គម្ចាស់ជាមិនខានបើអញ្ចឹងយើងមិនអាចបងអង្គយូរបានទេឆាប់ទៅរាជដំណាក់បុត្រយើងភ្លាមមានបន្ទូលរួចព្រះអង្គម្ចាស់ធនន្ទៈនិងមហេសីព្រមទាំងអ្នកទាំងអស់គ្នាបានយាងទៅកាន់ដំណាក់ព្រះរាជបុត្រសូមថ្វាយបង្គំព្រះមេតាព្រះបិតាបានហើយមិនបាច់គួរសមទេពេលនេះបិតាសួរបុត្រតាមត្រង់តើបុត្រមានលាក់ទុកកង្កែបមាសក្នុងព្រះរាជដំណាក់ទេកង្កែបមាសបុត្រពិតជាយកមកចិញ្ចឹមទុកក្នុងព្រះរាជដំណាក់មែនប៉ុន្តែថ្ងៃមុនព្រះនាងរិសាបានធ្វើឲ្យកង្កែបមាសទូបង្គំរត់ចេញទៅបាត់ហើយមិនមែនមកពីខ្ញុំម្ចាស់ទេព្រះអង្គមកពីកង្កែបនោះណាវានាំដាក់ខ្ញុំម្ចាស់ទៅខ្ញុំម្ចាស់បោះវាចោលទៅអ្នកបុត្រឆាប់យកកង្កែបមាសនោះមកប្រគល់ឲ្យព្រះបិតាមកព្រោះកង្កែបនោះជាកូនចៅយាយមេធ្មប់ប្រើឲ្យមកដាក់វេទមន្តពង្វក់បុត្រទេប៉ុន្តែឯព្រះមេតាបើអញ្ចឹងបុត្រនឹងទៅយកកង្កែបមាសនោះមកប្រគល់ជូនព្រះបិតាវិញព្រះអង្គម្ចាស់នន្ត្រាដើរចូលទៅក្នុងបន្ទប់ហើយនាំព្រះនាងរិសាពិតប្រកបចេញមកធ្វើឲ្យយាយមេធ្មប់និងអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាខ្លាំងរិសាមិនបានជាមានព្រះនាងរិសាពីរអញ្ចឹងវាគឺជាព្រះនាងរិសាខ្លាំងខ្លាយទេព្រះអង្គម្ចាស់ពិតជាត្រូវវេទមន្តយាយមេធ្មប់ឡើងស្វាងភ្នែកអស់ហើយគឺនាងនឹងហើយជាមេធ្មប់នោះព្រះបិតាព្រះមេតាបុត្រគឺជាព្រះនាងរិសាពិតប្រាកដតែបុត្រត្រូវបណ្ដាសាយាយមេធ្មប់នេះធ្វើឲ្យខ្លាចជាកង្កែបមាសរងទុក្ខលំបាកវេទនាណាស់បុត្រីមេតាពិតជាមានរឿងបែបនេះមែនទេពិតប្រាកដណាស់ព្រោះទូបង្គំជាអ្នកដបបណ្ដាសាឲ្យព្រះនាងដោយផ្ទាល់ដូច្នេះសូមអ្នកទាំងអស់គ្នាឈប់ជឿយាយមេធ្មប់នេះទៀតទៅបើយើងជាមេធ្មប់មែនតើពួកឯងចង់ធ្វើអីយើងគិតថាសម្រាប់យើងបានដូចងាយមែនទេបន្តិចទៀតយាយមេធ្មប់ឯងនឹងដឹងហើយយើងទាទាំងដើមទាំងការដែលយាយមេធ្មប់ឯងធ្វើឲ្យគូដណ្ដឹងយើងរងទុក្ខវេទនារស់នៅក្នុងស្រោមកង្កែបមាសអស់រយៈពេលជាច្រើនថ្ងៃមកនេះហក់យកទៅអូយក្តៅណាស់លោកអើយក្តៅណាស់អូយក្តៅណាស់អូយពួកឯងចាំទុកណាថ្ងៃណាមួយព្រលឹងរបស់យើងនឹងមកសងសឹកពួកឯងវិញក្រោយពីត្រូវមួយកំបិតអាថ័ន្តចំដើមទ្រូងយាយមេធ្មប់
បានប្រែក្លាយមកជារូបរាងដើមវិញហើយក្តៅឆេះសន្ធោសន្ធៅរលាយបាត់រូបនៅសល់តែព្រលឹងហោះហើរនៅក្នុងអាកាសគ្មានទីបញ្ចប់ចំណែកព្រះអង្គម្ចាស់នន្ត្រាបានរៀបអភិសេកជាមួយព្រះនាងរិសាហើយរួមរស់ជាមួយគ្នាសុខសាន្តជារៀងរហូតដោយព្រះនាងជាប់ឈ្មោះជាម្ចាស់ក្សត្រីកង្កែប